បាទដោយមានសំណួរមួយសួរថាបងពេលយើងដាក់បំពាក់ហ្គាសទឹកទៅតើពិតជាមានការសន្សំសំចៃឬអត់បងតោះទៅស្ដាប់បងប្រុសម្ចាស់បាឡែនប្រើប្រាស់ហ្គាសទឹកជាង1ឆ្នាំហើយតើគាត់និយាយថាសន្សំសំចៃឬអត់តោះទៅស្ដាប់ទាំងអស់គ្នាបាទមានសួរបងបាទសួបងស្តីប្រើហ្គាសទឹកប្រហែលខែហើយបងជាក់ស្ដែងនេះប្រើចូល1ឆ្នាំជាងដែរអូ1ឆ្នាំជាងហើយនេះមកទទួលការថែទាំបាទបាទបងសូមប័ណ្ណពិសោធន៍បងតិចមកបងប្រើជាង1ឆ្នាំហ្នឹងឃើញអត្ថប្រយោជន៍ហ្គាសទឹកមិនខ្លះបងអឺចំណុច2ដែលខ្ញុំសង្កេតឃើញទី1គឺការសំចៃបាទអញ្ចឹងការប្រើប្រាស់ប្រេងឥន្ធនៈឬក៏ហ្គាសនេះព្រោះឡាននេះវាភ្ជាប់ហ្គាសធម្មតាដែរអូប្រើហ្គាសហើយបាទអញ្ចឹងវាមានហ្គាសផងមានសាំងផងហើយដាក់ហ្គាសទឹកនឹងមួយទៀតទៅឃើញការសំចៃហ្នឹងគឺវាកាត់បន្ថយបានមែនវាកាត់បន្ថយបានមែនវា